ការពីខែតុលាឆ្នាំ2020សារព័ត៌មាន Reuters បានរាយការណ៍ថាកាតាបានដាក់សំណើជាផ្លូវការដើម្បីទិញយន្តហោះចម្បាំង F-35 Lightning ពីសហរដ្ឋអាមេរិកជាការឆ្លើយតបលោក Eli Cohen ដែលជារដ្ឋមន្ត្រីស៊ើបការសម្ងាត់របស់អ៊ីស្រាអែលនៅពេលនោះបាននិយាយយ៉ាងម៉ឺងម៉ាត់ថាអ៊ីស្រាអែលនឹងប្រឆាំងរាល់ការស្នើសុំទិញដើម្បីរក្សាឧត្តមភាពយោធារបស់ខ្លួននៅក្នុងតំបន់ព្រមព្រៀងនេះបើសិនបើបន្តទំនងជាធ្វើឲ្យទំនាក់ទំនងរបស់អាមេរិកកាន់តែតានតឹងជាមួយអ៊ីស្រាអែលមិនត្រឹមតែប៉ុណ្ណោះថែមទាំងសម្ព័ន្ធមិត្តប្រចាំបូព៌ាផ្សេងទៀតដូចជាអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមប្រទេសទាំងអស់នេះមានទំនាក់ទំនងប្រេស្រាំជាមួយនឹងកាតាប្រទេសកាតាមិនមែនជាប្រទេសតែមួយគត់ក្នុងបញ្ជីគ្មានការលក់សម្រាប់ F-35 Lightning II នោះទេសហរដ្ឋអាមេរិកក៏បានបដិសេធសំណើរបស់ប្រទេសថៃផងដែរដោយលើកឡើងពីបញ្ហាជាមួយការបណ្ដោះបណ្ដាលនិងតម្រូវការបច្ចេកទេសតៃវ៉ាន់ក៏ត្រូវបានរាយការណ៍ថាការចាប់អារម្មណ៍ក្នុងការទិញយន្តហោះចម្បាំងយោធានេះផងដែរទោះបីជាកិច្ចព្រមព្រៀងនេះមិនសង្ឃឹមទទួលបានជោគជ័យក៏ដោយដោយសារតែទំនាក់ទំនងដែលមានបញ្ហាជាប្រវត្តិសាស្ត្ររវាងចិននិងតៃវ៉ាន់វាពិតជាអាចទៅរួចដែរថាការផ្ដោតសំណើនេះនឹងបង្កឲ្យមានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ពីទីក្រុងប៉ឺកាំងដែលជាអ្វីដែលសហរដ្ឋអាមេរិកចង់ជៀសវាងតបមកមានឧទាហរណ៍ជាក់ស្ដែងដូចជាប្រទេសរុស្ស៊ីកូរ៉េខាងជើងនិងអ៊ឺរ៉ង់ដែលជាប្រទេសគូបដិបត្តិវាមិនអាចទៅរួចនោះទេក្នុងការសម័យមើលនៅសេណារីយ៉ូណាមួយដែលសហរដ្ឋអាមេរិកសុខចិត្តអនុញ្ញាតឲ្យលក់យន្តហោះ F-35 ទៅកាន់ប្រទេសទាំងនោះឡើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៅទីនេះគឺប្រទេសទូគីដែលជាប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនិងអង្គការ NATO សហរដ្ឋអាមេរិកបានបណ្ដេញទូគីចេញពីកម្មវិធី S-35 ដោយលើកឡើងពីការទិញប្រព័ន្ធមីស៊ីល Surface to Air S-400 របស់រុស្ស៊ីជាហេតុផលចំពេលមានការភ័យខ្លាចសកម្មភាពទាំងនោះនាំមកនូវហានិភ័យសន្តិសុខធ្ងន់ធ្ងរនៅឆ្នាំ2024ត្រូវបានគេរាយការណ៍ថាប្រទេសទូគីកំពុងពិចារណាបោះបង់ប្រព័ន្ធ S-400 ដើម្បីត្រូវបានអនុញ្ញាតឲ្យចូលកម្មវិធីលក់ F-35 ឡើងវិញរហូតដល់ពេលនេះទូគីដែលស្ថិតនៅក្នុងបញ្ជីគ្មានការលក់ដដែល